មនុស្ស4ប្រភេទដែលអាចទាញអ្នកឲ្យចោះនិងបំផ្លាញសំណាងរបស់អ្នកមិនមែនគ្រប់គ្នានៅជុំវិញអ្នកនាំមកនៅធម៌ពលល្អនោះទេមានប្រភេទមនុស្សដែលកាន់តែនៅចិត្តពួកគេកាន់តែធ្វើឲ្យអ្នកធ្លាក់ទឹកជាប់ជានិច្ចរារាំងការងាររបស់អ្នកនិងបណ្ដាលឲ្យមានការធ្លាក់ចុះផ្នែកហិរញ្ញវត្ថុកំណត់អត្តសញ្ញាណពួកគេតាំងពីដំបូងដើម្បីជៀសវាងការត្រូវបានទាញចុះ1មនុស្សដែលតែងតែត្អូញត្អែហើយឃើញតែរឿងអាក្រក់ការនៅជុំវិញមនុស្សដែលតែងតែត្អូញត្អែអំពីការអស់កម្លាំងក្រីក្រឬថាជីវិតមិនយុត្តិធម៌អ្នកអាចត្រូវបានទាញចូលទៅក្នុងបរិយាកាសដ៏ធ្ងន់មួយបានយ៉ាងងាយស្រួលដំបូងឡើយវាគ្រាន់តែជាការស្ដាប់រឿងរ៉ាវរបស់ពួកគេប៉ុណ្ណោះប៉ុន្តែយូរទៅស្មារតីរបស់អ្នកនឹងលិចលង់ដោយអ្នកមិនដឹងខ្លួនច្រើនតែផ្ដោតលើការលំបាកជំនួយឱកាសស្វែងរកដំណោះស្រាយពួកគេផ្សព្វផ្សាយអារម្មណ៍អស់សង្ឃឹមដែលធ្វើឲ្យអ្នកនៅជុំវិញពួកគេបាត់បង់ជំនឿលើអនាគតផែនការល្អជាច្រើនត្រូវបានបញ្ចប់ដោយសារតែពួកគេលឺភាពទុតិធិនិយមច្រើនពេកជីវិតត្រូវការធម៌ពលដើម្បីឆ្ពោះទៅមុខប្រសិនបើអ្នកត្រូវបានហុំព័ទ្ធដោយការដកដង្ហើមធំគ្មានការលើកទឹកចិត្តគោលដៅនឹងរីងស្ងួតឆាប់រហ័សការយល់ចិត្តគឺចាំបាច់ប៉ុន្តែកុំឲ្យភាពអវិជ្ជមានរបស់អ្នកដទៃคล้ายជាបន្ទុកដែលអាចបង្អាក់ដំណើររបស់អ្នក2មនុស្សដែលចូលចិត្តស្ដីបន្ទោសនិងជៀសវាងការទទួលខុសត្រូវមិនថាមានអ្វីកើតឡើងទេពួកគេតែងតែរកអ្នកផ្សេងមកស្ដីបន្ទោសការបរាជ័យគឺដោយសារតែមិត្តរួមក្រុមការខ្វះលុយគឺដោយសារតែកាលៈទេសៈការបរាជ័យគឺដោយសារតែសំណាងពួកគេកម្រមើលឃើញកំហុសខ្លួនឯងណាស់ការនៅជុំវិញមនុស្សប្រភេទនេះអ្នកងាយនឹងជាប់គាំងក្នុងវដ្តនៃការឆ្លោះប្រកែកគ្នានៅពេលដែលបញ្ហាកើតឡើងជំនួសឲ្យការធ្វើការរួមគ្នាដើម្បីជួយជួសជុលទំនាក់ទំនងមនុស្សបែបនេះនឹងរត់គេចខ្លួននេះបណ្ដាលឲ្យមានភាពជាប់គាំងក្នុងក្រុមនិងធ្វើឲ្យខូចទំនុកចិត្តលើទំនាក់ទំនងអ្នកដែលចង់រីកចម្រើនត្រូវតែហ៊ានទទួលខុសត្រូវចំពោះសកម្មភាពពួកគេប្រសិនបើអ្នកតែងតែប្រស្រ័យតាក់ទងជាមួយមនុស្សដែលដឹងតែពីកំហុសអ្នកដទៃអ្នកនឹងអស់កម្លាំងហើយខ្ជិះខ្ជាយពេលវេលាលើរឿងដែលមិនបង្កើតតម្លៃមនុស្សដែលច្រណែននិងខឹងនៅពេលដែលអ្នករីកចម្រើនមានមនុស្សដែលមើលទៅហាក់ដូចជារស់រាយរាក់ទាក់ជាមួយអ្នកប៉ុន្តែលួចលាក់មិនសប្បាយចិត្តនៅពេលអ្នករីកចម្រើននៅពេលអ្នកទទួលការឱកាសថ្មីពួកគេខ្លាចជាមនុស្សឃ្លាតឆ្ងាយនៅពេលអ្នកស្រកសម្រេចបានជោគជ័យបន្តិចបន្តួចពួកគេរកវិធីរិះគន់ឬមើលងាយតម្លៃរបស់អ្នកមនុស្សប្រភេទនេះពួកគេមិនចង់ឲ្យអ្នកលើសពួកគេទេព្រោះវាធ្វើឲ្យពួកគេមានអារម្មណ៍ថាទាបជាងប្រសិនបើអ្នកមិនប្រយ័ត្នទេអ្នកនឹងត្រូវបានពួកគេធ្វើឲ្យខូចទឹកចិត្ត4មនុស្សដែលចាយវាយដោយមិនគិតគូរនឹងជំរុញឲ្យអ្នកឲ្យរស់នៅហួសពីលទ្ធផលការធ្លាក់ចុះផ្នែកហិរញ្ញវត្ថុរបស់មនុស្សជាច្រើនមិនមែនដោយសារតែប្រាក់ចំណូលទាបនោះទេប៉ុន្តែដោយសារតែពួកគេភ្ជាប់ទំនាក់ទំនងជាមួយក្រុមដែលចូលចិត្តអួតអាងការញ៉ាំច្រើនពេកការដើរទិញអីវ៉ាន់ដោយមិនគិតគូរនិងការខ្ចីប្រាក់ដើម្បីរក្សារូបរាងខាងក្រៅសុទ្ធតែជាសញ្ញានៃការធ្លាក់ចុះយ៉ាងឆាប់រហ័សការរស់នៅជុំវិញមនុស្សប្រភេទនេះដាក់សម្ពាធលើអ្នកការរស់នៅជុំវិញមនុស្សប្រភេទនេះដាក់សម្ពាធលើអ្នកឲ្យចំណាយប្រាក់តាមនោះមនុស្សជាច្រើនសុខចិត្តពិបាកធ្វើយ៉ាងណាដើម្បីអាចតាមទាន់ដោយមិនចង់ឲ្យគេវិនិច្ឆ័យឬមើលងាយលទ្ធផលគឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុនិងភាពតានតឹងមនុស្សឆ្លាតវៃដឹងពីរបៀបរស់នៅតាមលទ្ធភាពរបស់ពួកគេទំនាក់ទំនងល្អមិនតម្រូវឲ្យអ្នកបញ្ជាក់ពីតម្លៃរបស់អ្នកជាមួយនឹងការហូបទំនាក់ទំនងល្អមិនតម្រូវឲ្យអ្នកបញ្ជាក់ពីតម្លៃរបស់អ្នកជាមួយនឹងការបូមរបស់អ្នកទេអ្នកណាដែលអូសទាញអ្នកឲ្យចំណាយប្រាក់ឥតប្រយោជន៍ជានិច្ចអ្នកគួរតែពិចារណាឡើងវិញ